នេះម៉ោង5ជាងភ្លឺវាពលឺភ្លឺល្អប៉ុន្តែម៉ោងត្រឹមតែ5ជាងអត់ទាន់6ទេជាធម្មតាខ្ញុំដាក់ចំណីឲ្យវាស៊ីនៅម៉ោង7ព្រឹកតែវាអត់ទៀងទេយើងកាលលើសលួសតិចតួចអីចឹងទៅយើងកាអាចលើច្រើនដែរអាស្រ័យជួនកាលវាដេកស្ពឹកជួនកាលអីចឹងណាតែជាធម្មតាគឺខ្ញុំដាក់ចំណីឲ្យវាស៊ីនៅម៉ោង7ព្រឹកខ្ញុំទ្រលាប់អញ្ចឹងកាលពីមុនខ្ញុំទ្រលាប់ឲ្យម៉ោង6តាំងពីម៉ោង6ព្រឹកចឹងណាតែដោយសារតែមួយរយៈមុនហ្នឹងម៉ោង6ព្រឹកវានៅល្ងឹតវាអត់ទាន់ភ្លឺវានៅល្ងឹតចឹងណាតែពេលចឹងទៅខ្ញុំក៏ដូរម៉ោងខ្ញុំដាក់ម៉ោង7មករហូតវិញមកហេតុផលដែលខ្ញុំទ្រលាប់ដាក់ចំណីឲ្យវានៅពេលព្រឹកពីព្រោះដោយសារតែទី1វាល្អសម្រាប់កាពះវាហើយមួយថ្ងៃខ្ញុំដាក់ឲ្យតែម្ដងទេខ្ញុំមិនដាក់2ដងទេដោយសារតែហេតុផលខ្ញុំអត់ដាក់ច្រើនដងយើងទ្រលាប់ដាក់ឲ្យស៊ីតែម្ដងចឹងទៅដើម្បីយើងមានពេលតែណាតណៃព្រោះយើងមិនអាចនឹងអង្គុយយាមដាក់ចំណីវារហូតទេអញ្ចឹងណាទី2ដោយសារតែហេតុផលខ្ញុំដាក់ចំណីឲ្យនៅពេលព្រឹកព្រោះដោយសារតែវាមានពេលវេលាវែងដើម្បីវារំលាយអាហារដើម្បីឲ្យវាកាពះវាដើរស្រួលបើយើងដាក់ចំណីឲ្យនៅពេលល្ងាចអីវាចិត្តដល់ពេលដែលម៉ោងវាសម្រាកព្រោះយប់ឡើងយើងដេកវាក៏ដេកដែរបិទភ្លើងអត់ទៅវាដេកដែរនឹងតែបើយើងអត់បិទភ្លើងវាដេកទេណាអញ្ចឹងគឺជាបញ្ហាសម្រាប់សុខភាពរបស់វាដែរដោយសារតែវានៅភ្លឺគឺវាអត់ដេកទេអញ្ចឹងកុំទ្រលាប់ដាក់ចំណីឲ្យនៅពេលល្ងាចពីព្រោះប៉ះពាល់ដោយសារកាពះរបស់វាយើងទ្រលាប់ដាក់ចំណីនៅពេលព្រឹកហ្នឹងទៅនៅពេលដែលវាស៊ីឆ្អែតចឹងទៅវានៅធ្វើចលនារយៈពេលវែងអញ្ចឹងវារំលាយអាហារបានល្អអញ្ចឹងវាល្អសម្រាប់សុខភាពល្អសម្រាប់កាពះវាហើយមួយទៀតយើងដាក់ចំណីនៅពេលព្រឹកអញ្ចឹងវាជួយឲ្យយើងងាយដើរទៅណាទៅណីកាលពីមុនខ្ញុំទ្រលាប់ដាក់ចំណីនៅពេលព្រឹកមែនតែនតាមអាចធ្វើទៅបានពីខ្ទង់ម៉ោង6តែកាលហ្នឹង6វាអត់ទាន់ភ្លឺខ្ញុំក៏អត់ទ្រលាប់ដាក់ទៅដោយសារធម្មតាព្រលឹមពេកអញ្ចឹងទៅគ្នាក៏វាមិនសូវឃ្លានសូវអីទៅយើងដាក់នៅទៅស៊ីអញ្ចឹងឯងតែគាត់ថាវាព្រលឹមពេកដោយសារហេតុផលខ្ញុំដាក់ពីព្រលឹមតាមតែអាចធ្វើទៅបានអញ្ចឹងដោយសារយើងងាយដើរលក្ខណៈថាអូបើយើងត្រូវទៅណាទៅណីអញ្ចឹងទៅយើងងើបតាំងពីយប់តាមពីព្រលឹមហ្នឹងទៅយើងអាចម្ដងហើយយើងដាក់ចំណីអាពេលល្ងឹតអញ្ចឹងទៅតែគាត់ថាហ្នឹងវាម្ដងអញ្ចឹងណាអញ្ចឹងយើងងាយដើរយើងដាក់ចំណីហើយយើងដើរទៅបាត់តែបើយើងដាក់ចំណីនៅពេលល្ងាចឬក៏នៅពេលថ្ងៃទៅអីវាទី1វាប៉ះពាល់ការធ្វើដំណើរតែយើងចុះបើយើងអត់នៅផ្ទះយើងអត់អីនឹងអង្គុយខ្វល់ខ្វាយណាគេដាក់ចំណីឲ្យវាអញ្ចឹងណាហើយទី2ក៏វាប៉ះពាល់ជាមួយនឹងបញ្ហាសុខភាពរបស់វាដែរអញ្ចឹងសម្រាប់ខ្ញុំដាក់ចំណីឲ្យមួយថ្ងៃតែម្ដងទេនៅពេលព្រឹកម៉ោង7ព្រឹកដើម្បីឲ្យទី1យើងងាយស្រួលដើរទី2គឺដើម្បីឲ្យ